រឿងភ្នំនាងកង្រីស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងមានភ្នំមួយខ្ពស់ជាងគេមើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដោខ្លួននៅលើភ្នំនោះមានរុក្ខជាតិតូចធំដុះជាច្រើនដូចភ្នំឯទៀតនៅជុំវិញនោះដែរតែប្លែកជាងគេត្រង់ចង្កេះភ្នំនោះមានដុះម្អមដុះច្រើនណែនណាន់តាន់តាប់អ្នកស្រុកនៅជុំវិញភ្នំនោះគេមិនបរិភោគកំអមនោះទេព្រោះគេឮចាស់ចាស់ដំណើរថាភ្នំនោះកើតពីរូបនាងកង្រីយក្ខិនីជាមហេសីព្រះពុទ្ធិសែនហើយគេសន្មតថាម្អមនោះជារោមយោនីនៃនាងកង្រីនោះឯងមិនតែប៉ុណ្ណោះនៅជើងភ្នំនោះមានត្បាល់ថ្មមួយអង្រែថ្មមួយធំតាំងពីបុរាណមកមិនដឹងជានរណាសាងទេពួកជនអ្នកឡើងទៅដល់ទីនោះលុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះទើបមិនចាញ់ហើយនឹងបានសុខសប្បាយនេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងពីបុរាណកាលកាលពីព្រេងនាយមានសេដ្ឋីម្នាក់នៅនគរមួយជាមនុស្សឥតកូនបាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយក្រោយពីបន់មកប្រពន្ធមានកូន12នាក់សុទ្ធតែស្រីលុះបានកូនហើយសេដ្ឋីធ្លាក់ខ្លួនជាអ្នកទាល់ក្ររកអាហារចិញ្ចឹមគ្មានក៏រទេះដឹកកូនទាំង12ទៅប្រោសចោលក្នុងព្រៃជ្រៅក្រោយពីឪពុកប្រោសចោលកូនទាំង12នាក់ក៏នាំគ្នាដើរក្នុងព្រៃទៅដល់នគរមួយជានគរយក្សស្រីឈ្មោះនាងសន្ធមាយក្សស្រីនោះមានកូនស្រីមួយឈ្មោះនាងកង្រីនាងសន្ធមាបានឃើញនាងទាំង12ក៏តំណែងខ្លួនជាមនុស្សស្រីនាំយកនាងទាំងនោះទៅទុកប្រាសាទរបស់ខ្លួនឲ្យបម្រើនាងកង្រីជាកូនកាលនាងទាំង12ដឹងថានគរនោះជានគរយក្សនាងសន្ធមាជាយក្ខិនីហើយក៏នាំគ្នារត់ចេញនាងសន្ធមាតាមរកទៅឃើញនាងទាំង12បានជាមហេសីព្រះបាទរថសិទ្ធិនៅនគរមនុស្សក៏តំណែងខ្លួនជាស្រីក្រមុំបានធ្វើជាមហេសីព្រះបាទរថសិទ្ធិនោះដែរហើយនាងសន្ធមាពុតធ្វើជាឈឺធ្ងន់ញុះញង់ពេទ្យឲ្យទូលព្រះបាទរថសិទ្ធិឲ្យឆ្កៀលភ្នែកនាងទាំង12យកមកធ្វើជាថ្នាំព្យាបាលរោគខ្លួននិងឲ្យយកនាង12ដែលមានកគ្រប់គ្នាទៅទុកក្នុងរន្ធមួយជាមួយគ្នាបង្អត់អាហារហើយឲ្យយកក្របភ្នែកនាងទាំង12ទៅទុកក្នុងឃ្លាំងឯនគររបស់ខ្លួនឲ្យនាងកង្រីជាកូនខ្លួនថែរក្សាបណ្ដានាងទាំង12នោះនាងបង11នាក់ត្រូវគេឆ្កៀលភ្នែកទាំងសងខាងឯនាងពៅត្រូវគេឆ្កៀលភ្នែកតែម្ខាងដោយមកពីជាតិមុននាងពៅឆ្កៀលភ្នែកត្រីម្ខាងដែរនាងទាំង12ដែលមានកនោះនាងពៅមានព្រះពោធិសត្វមកចាប់ផ្ទៃវេលានាងបងកើតកូនមកភ្លាមគេហែកសាច់កូនចែកគ្នាស៊ីអស់ចំណែកនាងពៅកើតកូនមកឲ្យឈ្មោះថាពុទ្ធិសែនហើយលាក់ទុកមិនឲ្យនាងបងដឹងចំណេរកាលមកខាងក្រោយវេលាពុទ្ធិសែនធំពេញជំទង់ឡើងនាងសន្ធមាដឹងថាជាកូននាង12ក៏ប្រើឲ្យជិះសេះនាំសម្បត្តិទៅឲ្យនាងកង្រីដោយដាក់សេចក្តីថាបើពុទ្ធិសែនមកដល់យប់ឲ្យស៊ីទាំងយប់ដល់ថ្ងៃឲ្យស៊ីទាំងថ្ងៃតែជាភ័ព្វរបស់ពុទ្ធិសែននៅពេលជិះសេះទៅដល់ពាក់កណ្ដាលព្រៃមហាឫសីបានឃើញពុទ្ធិសែនកំពុងផ្ទុំលក់និងឃើញសម្បត្តិដែលចងនៅកសេះក៏ហែកសម្បត្តិចោលហើយសរសេរសម្បត្តិជាថ្មីថាបើពុទ្ធិសែនមកដល់យប់ឲ្យរៀបការទាំងយប់ដល់ថ្ងៃឲ្យរៀបការទាំងថ្ងៃជាមួយនាងជាកូនពេលដែលពុទ្ធិសែនទៅដល់នគរយក្សនាងកង្រីបានឃើញសម្បត្តិក៏រៀបការជាមួយពុទ្ធិសែនភ្លាមពុទ្ធិសែនបានសោយរាជ្យនៅនគរយក្សមិនយូរប៉ុន្មានដោយនាងកង្រីថ្វាយដំណឹងអំពីប្រស្រីភ្នែកមេដាលោកនិងអំពីថ្នាំសម្រាប់ដាក់ភ្នែកឲ្យជាហើយនឹងថ្នាំសម្រាប់បោះទៅកើតជាទឹកសមុទ្រជាភ្នំបានក៏ទ្រង់លួចរត់ចោលនាងកង្រីទាំងអត្រាតមកនគរវិញនាងកង្រីតាមមកព្រះពុទ្ធិសែនបោះថ្នាំឲ្យកើតជាទឹកសមុទ្រខាងផ្លូវនាងកង្រីក៏យំសោកស្លាប់ខ្លួននៅកណ្ដាលព្រៃហើយព្រះពុទ្ធិសែនមកដល់នគរវិញដោយសុវត្ថិភាពទ្រង់ដាក់ថ្នាំភ្នែកមេដានិងមេដាធំទាំងអស់ឲ្យជាឡើងហើយទ្រង់សម្លាប់នាងសន្ធមាទៅបន្ទាប់ពីបានជួយមេដាទ្រង់ក៏បានត្រឡប់ទៅជួបនាងកង្រីវិញតែជាការសោកស្ដាយនាងបានស្លាប់បាត់ទៅហើយទ្រង់ក៏សាកសពនាងកង្រីហើយក៏ត្រឡប់ទៅសោយរាជជំនួសព្រះបិតាជាសុខក្សេមក្សានរហូតដល់ទ្រង់ព្រះទីវង្គតវិសុបមួយស្រង់ពីឯកសាររបស់ក្រមជំនុំទំនៀមទម្លាប់លេខ 27.082 រៀបរៀងដោយសៀងលិន2ឯកសារជាច្រើននិយាយត្រូវគ្នាថាខ្មោចនាងកង្រីដែលស្លាប់នៅមាត់ទឹកនោះកើតមកជាភ្នំកង្រីហើយថានៅជិតភ្នំនាងកង្រីមានភូមិ2ឈ្មោះកំពង់ហាវ1កំពង់លែង1ភូមិកំពង់ហាវជាទីដែលនាងកង្រីស្រែកហៅព្រះពុទ្ធិសែនភូមិកំពង់លែងជាទីដែលព្រះពុទ្ធិសែនលែងត្រូវការនាងកង្រី